ណាគាត់ដោយសារគាត់ខ្វះចុងភៅតាមពិតចុងភៅគាត់មានប៉ុន្តែបងខ្វះចុងភៅផ្ទាល់ខ្លួនបងណាអញ្ចឹងក៏បងចាត់តាំងឲ្យក្រុមហ៊ុនរៀបចំជ្រើសរើសចុងភៅផ្ទាល់ខ្លួនសម្រាប់បងតែបងហូបមួយគេមិនមែនហូបសម្រាប់បងមិនបងហូបមួយគេប៉ុន្តែខ្ញុំមកដាក់ពាក្យធ្វើចុងភៅបងមកអីហ្នឹងហើយហ្នឹងមួយគ្នាហ្នឹងតែដោយសារបងសុំបាយក្រុមហ៊ុនហូបដែរទៅពេលក្រុមហ៊ុនមានចុងភៅបងក៏បានបាញ់នឹងដែរអញ្ចឹងណាតែក្នុងការរើសចុងភៅនេះគឺអាស្រ័យលើបងថាឲ្យជាប់បងឲ្យចាញ់ណាព្រោះចិត្តស្ដែងនៅនេះក្រុមហ៊ុនម៉ាអ៊ីទាំងស្រុងគឺបងគ្រប់គ្រង80%ហើយអូចាំមែនថាពេលបងដាក់ចុងភៅទៅលើបងទាំងអស់80%បងគ្រប់គ្រងហើយនៅសល់ហើយ20%ទៀតទៅឲ្យក្មេងៗហើយមួយថាបុគ្គលិកខ្លះមកធ្វើការអត់ទៅប្រាក់ខែទេមកធ្វើការសិនយល់ទេតែធ្វើការល្អប្រាក់ខែនឹងមានហើយប្រាក់ខែខ្ពស់ទៀតផងទោះបើខ្ញុំដាក់ពាក្យនេះខ្ញុំមានប្រាក់ខែដែរអាស្រ័យទៅលើសមត្ថភាពទឹកដៃធ្វើមុខអូនណាហើយបន្ទាប់មកគឺអាស្រ័យលើបងដែរទេបើបងថាឆ្ងាញ់បងថាមិនឆ្ងាញ់គឺពេលតែមេវិសាអីគ្រប់យ៉ាងគឺឆ្លងកាត់បងភ្លក់ដែរទេយល់ទេចាបងអញ្ញអ្នកស្រុកណាដែរខ្ញុំតកែវអូអ្នកនៅតកែវនេះនៅខាងតកែវគឺមានសឡយគេតកែវខ្ញុំតកែវគេល្បីបន្ទាកូនចាអូហ្នឹងវាមានតាមផ្នែកតាមបកបកតកែវឆ្ងាញ់មែនតើបងលេខ1ហើយដែរបាត់ហូបទេអីអត់តនេះគ្រូសាទេអត់តនេះបងខ្ញុំមកដាក់ពាក្យធ្វើចុងភៅទៅសម្ភារយូរចឹងថ្ងៃមុននោះបងអូនស្រីខាងនោះមកសម្ភារ3ថ្ងៃបាត់អស់អាកិច្ចសម្ភារហ្នឹងចាំដាក់លើតិចមេគ្រប់វាធ្វើម៉េចចាកាយមានខាងផ្នែកចុងភៅបងអូនស្រីម្នាក់គាត់មកដាក់ពាក្យធ្វើជាចុងភៅនៅក្រុមហ៊ុនម៉ៃអីនៅដីមេហើយមេអញ្ញាទេមេឲ្យចូលក្នុងបន្ទប់ចាំខ្ញុំសិនណាគឺបានអញ្ចឹងលើកមួយបោះតោះដៃរៀបចំកន្លែងមួយកន្លែងទៀតអញនាំបងអូនស្រីទៅដើម្បីភាពតទៀតអូនអញគាត់សិនមកនឹងបន្ទប់រងចាំភ្ញៀវមកហ្នឹងហើយអូននិយាយភាគច្រើនភ្ញៀវមកគាត់ឲ្យមករងចាំហ្នឹងបើអូហ្វីគាត់វាជាប់សៅអញ្ចឹងណាហើយណាមួយទាំងគាត់ស្មានណាបានគាត់ទៅនេះអញ្ចឹងយើងសម្រាប់ចាំសិនអូនគេអញ្ចឹងទៅអត់អីទេបងអញមកបាត់វាដែរបាត់វាចុះបាត់ធ្វើអីបងបាច់ទេបងបាច់បាត់វាទេបងបាត់បងចាំផ្នែកបងបាក់និយាយគ្នាបងមិនខាងលោកមិនភ្លើងវិញបងបាត់ធ្វើឲ្យកើតបាត់ភ្លើងអីបើផ្សេងទៅហត់ក្នុងបើបាត់ទ្វាបាក់ភ្លើងអត់បញ្ហាទេអត់យល់ទេទិញទ្វាបាត់គៀកតិចមកភ្លឺចាំផ្នែកអញបាក់និយាយហើយទិញទ្វាបាត់តិចមកគៀកតិចមកបងអត់បាត់ចិត្តបាត់ធ្វើបាត់នេះបាត់នេះមកខ្សោចូលណាទៀតមកប្រហែលអូខេហ្នឹងមកទៅចង់សម្រាប់ដាក់ចង់អីទេបងអីទេវិគៀបបងបងភីអត់អីទេបងខ្ញុំមានក្តៅតុកនេះមានសិនជាក់បន្តែវាអត់នេះអត់ជាក់ទេអត់ចេះម៉ាសាខ្ញុំមកដាក់ពាក្យធ្វើចុងភៅខ្ញុំម៉ាសាខ្ញុំមិនចេះម៉ាសាបងទីគាត់ឲ្យចាប់សរសៃទៀតហ្នឹងវាចុកកមអង្គុយលេងសិនអត់អីទេទៅមេគាត់រួចរាល់ការងាររបស់គាត់អត់ទេបងបើបងចង់សម្រាប់ខ្ញុំអាចទៅចាប់បងក្រៅបានតែបងអត់អីទេចាំក្រៅមេមើលឃើញមកកថាមិនទទួលភ្ញៀវដល់វាបាក់គាត់ទៅបងទេព្រោះមេគាត់ថាបើភ្ញៀវរបស់គាត់ទៅមកឲ្យយើងទទួលដល់គាត់ឲ្យបានដល់កុំឲ្យថាភ្ញៀវគេមកឬមកគាត់ណាក៏ដោយគាត់មិនរើសអើងទេគាត់ថាឲ្យទទួលគេបានសមរម្យអញ្ចឹងបងគាត់ថាមកនេះមានសិនជាក់ឲ្យអង្គុយចាំគាត់ផ្លែទៅអូនឯងស្អប់ហ៎ដៅបងបាញ់យកចូលហើយដល់ឯងបាញ់មកចង់អូបងមានអារម្មណ៍ទឹកបាត់អីមានអារម្មណ៍ឥឡូវចាខ្ញុំទៅចាប់បងនៅក្រៅវិញហើយទៅក្រៅមេមកឃើញថាអីចូលភ្ញៀវមកឈរចាំនៅក្រៅញ៉ៃពិបាកគាត់អីបងទៀតលើហ្នឹងខ្ញុំមានអារម្មណ៍ថាបន្ទប់អាចជាអៀតដែរស្ទោមែនតាបងបាញ់នោះអានតែទៀតអីទៅគួយហ្នឹងអីខ្ញុំមកធ្វើចុងភៅមកគួយមកអីទេបានស្លោលើអូយខ្ញុំទៅចឹងខ្ញុំចម្លែកចាំមែនតើអញ្ចឹងខ្ញុំយល់ន័យបងឯងហើយថាអ្នកចុងភៅមកមុនមកសម្ភារ3ថ្ងៃអញ្ចឹងទេឥឡូវចេះបងមេហើយហ្នឹងមេបានចេញមកក្រៅហ្នឹងអីគេទូបានចាញ់តាណាងើបឡើងបានទឹកយិនសិនមកកញ្ចប់អីមិនអស់ចិត្តទេទឹកយិនសិនមកអ៊ីនៅតែឆ្ងាញ់ជួយកម្លាំងមិញបាយឲ្យកូនថាមានចុងភៅថ្មីមកអត់ឃើញហ្នឹងទេចំតាណាគេថាចុងភៅមកដល់បន្ទប់ឥឡូវតាណាខ្ញុំឲ្យចូលបន្ទប់អត់ឃើញអញ្ចឹងគ្រឿនបែអីអញចង់សាយចង់សាយក្តៅខ្លួនហើយមកចេះចូលតាមគ្រឿនដែរមើលមិនឯងថាឲ្យចាំបន្ទប់ខ្ញុំនឹងបន្ទប់ណាបន្ទប់ខ្ញុំមកមិនមែនបន្ទប់គ្រឿនឯងទេតមើលតាស្អាតទៀតណាទៅអត់ដឹងទៅទៅមេយើងអត់ទេមិនបាត់ទៅ
nó nắng ấy មកធ្វើឲ្យចំភៅហើយបាត់វាអញអ្នកទោស ចាប់ពីថ្ងៃនេះតទៅមេដេប៉ូធំនានានៅតាមខេត្តអាចទំនាក់ទំនងមកក្រុមហ៊ុនផ្ទាល់ដើម្បីជជែកទទួលបានសិទ្ធិផ្ដាច់ខេត្តរបស់បងប្អូនហើយការទីផ្សារក្រុមហ៊ុន MAEE ចុះទៅធ្វើទីផ្សារផ្ទាល់ជួយប្រម៉ូទផ្សព្វផ្សាយមេដេប៉ូមិនធ្វើឲ្យបងប្អូនបារម្ភក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនយើងខាតបងឡើយបងប្អូនឃើញអត់ការវិកខ្ចប់របស់ក្រុមហ៊ុនវិជ័យ MAEE នេះគឺមានស្តង់ដារល្អបំផុតតែមួយគ្មានពីរមិនចាំបាច់ចាក់ចូលកំប៉ុងគ្រាន់តែមួលគម្របប្រើហើយមួលចូលវិញហើយអាចដាក់បញ្ចូលទុកវិញបានតែម្ដងហើយ DJ MAEE នេះជាផលិតផលរបស់ប្រទេសកូរ៉េពិតប្រាកដ 100% មានការទទួលស្គាល់ច្បាស់លាស់ពីក្រសួងខ្មែរនិងកូរ៉េរួចរាល់ជាពិសេសមានការធានារ៉ាប់រងពីក្រុមហ៊ុន Samsung បញ្ជាក់ម្ដងទៀតទម្ងន់ពីខាំកន្លះនេះតម្លៃតែ 10000 រៀលទេហើយទម្ងន់កន្លះគីឡូនេះតម្លៃ 15000 រៀលតម្លៃនេះបងប្អូនកុំគិតថាថ្លៃដើម្បីសុខភាពបងប្អូននៅក្នុងក្រុមគ្រួសារយើងទិញថ្ងៃនេះទិញ DJ MAEE